នៅពេលថ្ងៃជិតលិចប្រាសាទបុរាណឈរស្ងៀមស្ងាត់សុរិយាក្មេងស្រីតូចមើលទៅលើប្រាសាទដោយភ្នែកពោពេញដោយក្តីសង្ឃឹមនាងស្រមៃឃើញថ្ងៃមួយប្រាសាទនឹងភ្លឺចែងចាំងដោយតារាប្រាសាទមើលទៅចាស់និងស្ងប់ស្ងាត់សុរិយាប៉ះជញ្ជាំងថ្មដោយក្តីស្រឡាញ់នាងគិតថាតើមានវិធីណាអាចធ្វើឲ្យវាភ្លឺឡើងវិញរាត្រីបានចូលមកដល់សុរិយាមើលឡើងទៅលើដោយភ្នែកភ្លឺនាងមានគំនិតតូចមួយចាប់ផ្ដើមកើតឡើងក្នុងចិត្តរបស់នាងសុរិយាប្រាប់តារាអំពីគំនិតរបស់នាងនាងចង់អុជភ្លើងតូចៗជុំវិញប្រាសាទតារាស្ដាប់ហើយភ្នែករបស់គេភ្លឺឡើងពួកគេក៏ភឿគោមតូចៗដោយដៃរបស់ពួកគេពណ៌ក្រហមលឿងនិងខៀវភ្លឺស្រស់ស្អាតចំណែកតាវិជាបានមើលក្មេងៗដោយក្តីស្រឡាញ់គាត់អុជភ្លើងពន្លឺតូចមួយចាប់ផ្ដើមភ្លឺឡើងសុរិយាដាក់គោមទី1នៃចំហៀនប្រាសាទពន្លឺភ្លឺយ៉ាងទន់ភ្លន់វាជាចំហៀនដំបូងនៃការផ្លាស់ប្ដូរមនុស្សក្នុងភូមិមកជួយគ្នាគោមជាច្រើនភ្លឺជុំវិញប្រាសាទពន្លឺតូចៗคล้ายជាពន្លឺធំប្រាសាទភ្លឺរលោងចែងចាំងសុរិយានិងមិត្តភ័ក្តិសប្បាយចិត្តពួកគេដឹងថាក្តីសង្ឃឹមអាចបំភ្លឺពិភពលោកព្រឹកថ្មីមកដល់ដោយពន្លឺក្តៅយាយច័ន្ទញញឹមដោយមោទនភាពសុរិយាស្គាល់ថាពន្លឺតូចមួយអាចបង្កើតការផ្លាស់ប្ដូរធំបាន។